បាបិលឯកភាពដោយគ្មានព្រះមានពេលមួយដែលមនុស្សជាតិទាំងអស់និយាយភាសាតែមួយហើយចែករំលែកមហិច្ឆតាតែមួយបន្ទាប់ពីទឹកជំនន់មនុស្សបានតាំងទីលំនៅនៅក្នុងទឹកដី Sinner ពួកគេបានរកឃើញការធ្វើឥដ្ឋហើយបានដឹងថាពួកគេអាចសាងសង់ដោយគ្មានដែនកំណត់ពួកគេបាននិយាយថាចូលយើងសាងសង់ទីក្រុងមួយនិងប៉មមួយឲ្យលាតសន្ធឹងដល់ស្ថានសួគ៌ដើម្បីឲ្យយើងអាចបង្កើតឈ្មោះសម្រាប់ខ្លួនយើងនេះមិនមែនជាការច្នៃប្រឌិតទេវាគឺជាមោទនភាពព្រះបានបញ្ជាឲ្យមនុស្សជាតិរីករាលដាលពាសពេញផែនដីប៉ុន្តែពួកគេបានទប់ទល់ពួកគេចង់បានសុវត្ថិភាពអត្តសញ្ញាណនិងសេរីល្អដោយគ្មានព្រះប៉មនោះក៏បានកសាងឡើងយ៉ាងខ្ពស់ឥតម្ដងមួយជាវិមាននៃមហិច្ឆតារបស់មនុស្សប៉ុន្តែព្រះគម្ពីរបានចែងថាព្រះអង្គម្ចាស់បានយាងចុះមកពីលើប៉មនោះសូម្បីតែសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេក៏នៅតែតូចចំពោះព្រះដែរដូច្នេះព្រះបានច្រឡំភាសារបស់ពួកគេពាក្យសម្ដីបរាជ័យផែនការបានដួលរលំឯកភាពបានប្រែទៅជាភាពវឹកវរមិនយូរប៉ុន្មានប៉មនោះក៏ត្រូវបានគេបោះបង់ចោលហើយពួកមនុស្សជាតិបានខ្ចាត់ខ្ចាយពាសពេញផែនដីកន្លែងនោះត្រូវបានគេហៅថាបាបិលមេរៀននេះច្បាស់ណាស់សាមគ្គីភាពដោយគ្មានព្រះគឺជាការបោះបោរមោទនភាពតែងតែនាំទៅរកការដួលរលំប៉ុន្តែព្រះមានព្រះハរតីមេត្តាករុណានាំមកនូវការយល់ដឹងឯកភាពនិងការប្រោះលោះតាមរយៈព្រះគ្រីស្ទបាបិលខ្ចាត់ខ្ចាយព្រះគ្រីស្ទបានប្រមូលផ្ដុំសពថ្ងៃនេះយើងនៅតែសាងសង់ប៉មនៃមោទនភាពប៉ុន្តែបើគ្មានព្រះទេពួកគេមិនអាចទៅដល់ស្ថានសួគ៌បានឡើយគោលបំណងឯកភាពនិងអត្តសញ្ញាណដ៏ពិតប្រាកដត្រូវរកឃើញតែនៅក្នុងទ្រង់មួយប៉ុណ្ណោះ